តោះសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូមករំលឹកមេរៀនប្រមាណវិធីចម្រោះបាទអញ្ចឹងប្រមាណវិធីចម្រោះមានដកគុណចែកចូលគ្នាតែម្ដងដោយសារតែមានសិស្សមួយចំនួនហ្នឹងគាត់ច្រឡំអញ្ចឹងថ្ងៃនេះយើងបាន3ប្រមាណវិធីលើចំនួនចម្រោះដកគុណចែកតោះអញ្ចឹងដើម្បីបូកដកចំនួនចម្រោះទី1យើងត្រូវធ្វើយ៉ាងម៉េចសិនអញ្ចឹងទី1គឺយើងត្រូវមើលភាគបែងតើដូចគ្នាហើយឬនៅបើមិនទាន់ស្មើគ្នាទេភាគបែងទាំងពីរហ្នឹងមិនស្មើគ្នាទេយើងមិនអាចបូកដកគ្នាកើតទេអញ្ចឹងយើងត្រូវធ្វើយ៉ាងម៉េចគឺយើងត្រូវតម្រូវភាគបែងឲ្យស្មើគ្នាឬក៏ឲ្យដូចគ្នាហ្នឹងឯងតោះឥឡូវភាគបែងទី1នេះលេខ2ភាគបែងទី2នេះគឺលេខ3អញ្ចឹងយើងតម្រូវយកលេខប៉ុន្មានយើងមិនត្រូវយកលេខ6អញ្ចឹងអញ្ចឹងដើម្បីបូកដកចំនួនចម្រោះយើងមើលតែប្រភេទទេណាចំនួនគត់យើងទុកសិនតោះឥឡូវយើងតម្រូវភាគបែងមក6ទុកនៅដែរ1លើ2យើងយកភាគបែង6អញ្ចឹងយើងដឹង2គុណនឹងប៉ុន្មានបាន6គឺ2គុណនឹង3អញ្ចឹងលើនេះក៏គុណនឹង3ដែរដក3 4លើ3បាទគុណនឹងប៉ុន្មានមក6គឺគុណនឹង2អញ្ចឹងលើក៏គុណនឹង2ដែរតោះបន្ទាប់មកយើងគុណបញ្ចូលគ្នាមកយើងបានយើងបាន6 3លើ6ដក3នេះយើងគុណទៅបាន8លើ6តោះបន្ទាប់មកយើងមើល6ដក3បានតែ3នេះដក8អាកាសអញ្ចឹងយើងខ្ចីបាទយើងខ្ចីនេះគូសេតានេះសិនទៅសេតានេះសិនហើយចំណុចវិញ6នេះខ្ចី1សល់5សេពីចំនួនគត់ហើយ3នេះមកបូកភាគបែងពេលយើងធ្វើវាទៅជាប្រភេទទៅស្មើគ្នាឯងឥឡូវបានប៉ុន្មាន3បូក6បាន9 9លើ6អូខេពេលយើងធ្វើវាទៅជាប្រភេទទៅស្មើគ្នាណានេះគឺរបៀបខ្ចីគឺធ្វើចឹងឲ្យលឿនអញ្ចឹងមើលតន់ណា6ពេលគូខ្ចី1សល់5ហើយ9នេះបានមកពីណាគឺយកភាគយកមកបូកភាគបែង3បូក6ស្មើ9 6ទុកនៅដែរតន់ហើយយើងដក3 8លើ6នេះទុកនៅដែរហេហើយយើងដកមកចាប់បាទហេនេះដកលើគូសេក្រមនេះលោមើលឃើញ5ដក3សល់2 9ដក8សល់1លើ6ហេចាប់ហេចាប់មួយបាត់អញ្ចឹងចាំបូកដកយើងតម្រូវភាគបែងភាគវានេះឲ្យស្មើគ្នាសិនចាំយកបូកដកបាទចុះវិធីគុណវិញវិធីគុណយើងតម្រូវភាគបែងដែរមែនអត់ទេណាឃើញបងប្អូនខ្លះច្រឡំទៅវិធីគុណវិធីចែកហ្នឹងតម្រូវភាគបែងដែរអត់ទេទៅមើលវិធានសាមញ្ញណាដើម្បីគុណចំនួនចម្រោះយើងបដូរចំនួនចម្រោះឲ្យទៅជាប្រភេទសិនតោះឥឡូវលោកគ្រូលុបអានេះសិនទៅអញ្ចឹងបើយើងចង់ច្រឡំយើងស្គប់វីដេអូសិនទៅណាបាទលោកគ្រូលុបតោះចូលទី2បដូរវាទៅជាចំនួនប្រភេទ3 5ដង15 15បូក2 17លើ3គុណហើយ3 6ដង18ណាយើងគុណអានេះហើយមកបូកមកនេះ3 6ដង18 18បូក5 18បូក5 23 18បូក5ទៅណាតោះមកយើងគុណភាគយកនិងភាគយកភាគបែងនិងភាគបែងឃើញទេវាខែទៅជាប្រភេទហើយវាខែទៅជាប្រភេទគុណនិងប្រភេទអញ្ចឹងបញ្ជាក់ឡើងវិញយើងអត់ត្រូវការតម្រូវភាគបែងឲ្យដូចគ្នាទេណាអូនកុំច្រឡំតតបោកដកបានគេតម្រូវភាគបែងគុណអត់ទេណាតោះប្រើគុណអាលេខស្រួលជាងគេមក3 6ដង18ហ่า23លោកគុណទៅនេះមកគុណឲ្យលោកគ្រូមកស្កប់វីដេអូឲ្យគុណឲ្យលោកគ្រូមើលឃើញចម្លើយមែន
តរគូគុណទៅនេះ23គុណនឹង17 3 7ដង21សេលេខ1ត្រូវត2 3 sorry 7 2ដង14 14មក2 16អូខេគុណសមឲ្យ3 21ត្រូវ16អូខេតមក23 1 3ដង3 1 2ដង2អូខេយើងបូកមក1 6បូក3 9 3អញ្ចឹងយើងបាន391ឥឡូវយើងបានពភាគប៉ុណ្ណឹងហើយយើងយកទៅធ្វើយ៉ាងម៉េចទៀតបាទគឺយើងយកទៅចែកណាយកទៅចែកវាទៅជាចំនួនចម្រុះអញ្ចឹងមើលដែរតតភាគយកធំជាងភាគ3បើយើងធ្វើទៅជាចំនួនចម្រុះបានណាតោះឥឡូវយើងបាន391ហ្នឹងមកចែកនឹង18បាទអញ្ចឹងលេខនេះយើងកាត់យក2ខ្ទង់អូខេយើងដាក់2មើលលើអត់2 8ដង16 2 2 1 3អូខេអត់អីទេគឺសល់3នេះ0តម្លាក់1បាទដាក់បានដាក់អត់2ទៀតលើហើយណាចឹងដាក់បាន1 18តោះ1ដក8កាត់ទៅឡើងទៅជា10សល់3បាទឡើងទៅជា11 11ដក8សល់3អានេះឡើងទៅ2 3ដក2សល់1អញ្ចឹងយើងឃើញចំណោយបាទឃើញចំណោយហើយគឺ21បាទលុបសិន21 13នេះ21លុបដៃហ្មង21 13លើ18តោះចំនួនគត់ដល់នេះសំណល់ដាក់ពីយកបែរទៅនៅដដែលអូខេតោះហើយមួយទៀតដូរទៅជាប្រភេទដែរមកចាយជាគុណដូចតែគ្នាទេអញ្ចឹងយើងដូរ8ដង56 56អូខេ8ដងគុណនេះឲ្យបូកនេះ56បូក5ស្មើ61លើ8តោះចែក4 2ដង8 8បូក3 11លើ4តោះមកដល់នេះយើងធ្វើមកទៀតប្រភេទចែកប្រភេទចឹងក្នុងវីដេអូនេះផងដែរលោកគ្រូនៅតែបញ្ជាក់ដដែលថាវិធីគុណនិងវិធីចែកអត់តម្រូវភាគបែងទេលោកគ្រូធ្វើវីដេអូនេះចាញ់ដើម្បីបង្ហាញដល់បងប្អូនដែរតម្រូវភាគបែងអញ្ចឹងមើលកុំឲ្យច្រឡំណាអត់តម្រូវភាគបែងទេតោះមកដល់កន្លែងនេះប្រភេទចែកប្រភេទគឺយកប្រភេទទី1 61លើ8គុណចម្រាស់នឹងប្រភេទទី2 11លើ4ទៅជា4លើ11បាទបន្តមកយើងគុណអូខេគុណឲ្យបដូរវាទៅជាចំនួនចម្រុះមកអូខេសង្ឃឹមថាធ្វើបានធ្វើប្រហែលឲ្យគ្រូមកវិធីគុណពីយកគុណពីយកពីបែងគុណពីបែងពីគុណឲ្យបានទៅជាប្រភេទយើងបដូរប្រភេទនោះទៅជាចំនួនចំរុះ